សូមរីករាយសម្រាប់រឿងព្រេងនិទានខ្មែរដ៏ជក់ចិត្តរឿងកណ្ដុរមាសនិងព្រះរាជបុត្រចូលរួមដំណើរផ្សងព្រេងជាមួយព្រះរាជបុត្រសុវណ្ណរាជក្នុងការតាមស្វែងរកអថាកម្បាំងនៃកណ្ដុរមាសដ៏ចម្លែករហូតដល់ការជួបជាមួយបុត្រីស្ដេចមាសដែលរងបណ្ណាសាតើព្រះរាជបុត្រអាចយកឈ្នះយក្សភ្នំដ៏សាហាវដើម្បីដណ្ដើមយកត្បូងព្រលឹងមកសង្គ្រោះទេពអប្សរបានដែរឬទេកុំភ្លេចចុច Subscribe ដើម្បីរងចាំទស្សនាភាគបន្តកាលពីព្រេងនាជាយូរយារណាស់មកហើយក្នុងអាណាចក្រដ៏រុងរឿងមួយដែលមានឈ្មោះថាសុវណ្ណភូមិមានព្រះរាជបុត្រមួយអង្គព្រះនាមសុវណ្ណរេកព្រះអង្គមិនត្រឹមតែមានរូបឆោមស្រស់សង្ហានិងមានព្រះបញ្ញាញាណឆ្លៀសវៃប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានព្រះតីសបុរសធម៌ដ៏មហិមាដែលល្បីល្បាញពាសពេញអាណាចក្រទោះជាយ៉ាងនេះក្តីព្រះរាជបុត្រសុវណ្ណរេកតែងតែមានអារម្មណ៍ថាជីវិតក្នុងព្រះរាជវាំងហាក់ដូចជាមានភាពចង្អៀតចង្អល់មិនសេរីដោយធម្មជាតិឡើយជាញឹកញាប់ព្រះអង្គតែងតែលួចភៀសព្រះកាយចេញពីព្រះបរមរាជវាំងដើម្បីទៅកម្សាន្តនិងសង្កេតមើលជីវភាពរស់នៅរបស់សត្វលោកក្នុងព្រៃជ្រៅដែលជាកន្លែងដែលព្រះអង្គមានអារម្មណ៍ថាមានសន្តិភាពបំផុតនៅរសៀលថ្ងៃមួយខណៈដែលពន្លឺព្រះអាទិត្យចាប់ផ្ដើមជ្រេទៅទិសខាងលិចជះពន្លឺពណ៌មាសកាត់តាមស្លឹកឈើពណ៌បៃតងខ្ចីព្រះរាជបុត្របានយាងម្នាក់ឯងទៅដល់មាត់ស្ទ្រីមតូចមួយទឹកក្នុងស្ទ្រីមនោះថ្លាឆ្វេងរហូតដល់អាចមើលឃើញហ្វូងត្រីតូចៗហាវប្រដេញគ្នាយ៉ាងសប្បាយរីករាយស្រាប់តែមានរស្មីចម្លែកមួយយ៉ាងជះចេញពីក្រោយផ្ទាំងថ្មធំមួយដែលគ្រប់ដណ្ដប់ទៅដោយស្លែពណ៌បៃតងដោយក្តីងឿងឆ្ងល់និងចង់ដឹងចង់ឃើញព្រះអង្គក៏យាងទៅជិតយ៉ាងស្រាលជើងបំផុតដើម្បីកុំឲ្យម្ចាស់រស្មីនោះមានការភ្ញាក់ផ្អើលនៅទីនោះព្រះអង្គបានទតឃើញសត្វកម្ដៅតូចមួយដែលមានសម្បកពណ៌មាសឆ្អិនឆ្អោយហាក់ដូចជាត្រូវបានច្នៃចេញពីមាសទឹកដប់ដ៏មានតម្លៃបំផុតកណ្ដៅមាសនោះមិនមែនជាសត្វធម្មតាឡើយភ្នែករបស់វាមានពណ៌ខៀវស្រងាត់ដូចត្បូងមរកតដ៏កំនិងរាល់ពេលដែលវាធ្លាចលន់ណាវាតែងតែបញ្ចេញពន្លឺរលុកតាមរោមរបស់វាជានិច្ចព្រះរាជបុត្រសុវណ្ណរាជទ្រង់ឈរកាំងមួយកន្លែងដោយភាពតក់ស្លុតនិងស្ងើចសរសើរចំពោះសោភ័ណភាពដ៏អស្ចារ្យនេះខុសពីសត្វព្រៃដទៃដែលតែងតែរត់គេចខ្លួនពេលឃើញមនុស្សកណ្ដៅមាសបែរជាឈប់ឈររត់ងាកមកសម្លឹងមើលព្រះភ័ក្ត្ររបស់ព្រះរាជបុត្រដោយកែវភ្នែកដែលពោរពេញដោយភាពឆ្លៀសវៃនិងអថាកម្បាំងវាហាក់ដូចជាកំពុងព្យាយាមនិយាយប្រាប់អ្វីមួយដល់ព្រះអង្គតាមរយៈកែវភ្នែកដ៏មានវិញ្ញាណនោះបន្ទាប់មកកណ្ដៅមាសក៏ចាប់ផ្ដើមរត់យឺតឆ្ពោះទៅកាន់ជម្រៅព្រៃដែលងងឹតស្លុកវាតែងតែងាកមកមើលក្រោយម្ដងម្កាលដើម្បីត្រួតពិនិត្យមើលថាតើព្រះរាជបុត្រកំពុងតែយាងតាមវាដែរឬទេដោយមានកម្លាំងទៀងចិត្តដ៏ខ្លាំងក្លានិងក្តីសង្ឃឹមថាអាចនឹងជួបរឿងអស្ចារ្យព្រះអង្គក៏សម្ដេចព្រះតីយាងតាមពីក្រោយសត្វដ៏ចម្លែកនោះយ៉ាងជិតពួកគេបានធ្វើដំណើរឆ្លងកាត់ព្រៃក្រាស់ដែលគ្មានផ្លូវដើរចុះចលងភ្នំនិងឆ្លងកាត់ស្ពានឈើចាស់ៗរហូតដល់បានមកដល់ចម្លាក់ថ្មបុរាណមួយដែលមានទំហំធំមហិមាចម្លាក់នោះមើលទៅមានអាយុកាលរាប់ពាន់ឆ្នាំមកហើយនិងមានរូបរាងដូចជាមាត់នាគដ៏ធំកំពុងហាបកណ្ដៅមាសបានរត់ចូលទៅក្នុងមាត់នាគនោះបាត់សម្រោលព្រះរាជបុត្រសុវណ្ណរាជបានបង្អង់ល្បឿនបន្តិចព្រោះអារម្មណ៍ភ័យខ្លាចចាប់ផ្ដើមចូលមកលុកលង់ក្នុងព្រះតីប៉ុន្តែដោយសារភាពក្លាហាននិងការជឿជាក់លើវិចារណញ្ញាណព្រះអង្គក៏សម្រេចព្រះតីយាងតាមពីក្រោយសត្វដ៏ចម្លែកនោះយ៉ាងជិតពួកគេបានធ្វើដំណើរឆ្លងកាត់ព្រៃក្រាស់ដែលគ្មានផ្លូវដើរចុះចលងភ្នំនិងឆ្លងកាត់ស្ពានឈើចាស់ៗរហូតដល់បានមកដល់ចម្លាក់ថ្មបុរាណមួយដែលមានទំហំធំមហិមាចម្លាក់នោះមើលទៅមានអាយុកាលរាប់ពាន់ឆ្នាំមកហើយនិងមានរូបរាងដូចជាមាត់នាគដ៏ធំកំពុងហាបកណ្ដៅមាសបានរត់ចូលទៅក្នុងមាត់នាគនោះបាត់សម្រោលព្រះរាជបុត្រសុវណ្ណរាជបានបង្អង់ល្បឿនបន្តិចព្រោះអារម្មណ៍ភ័យខ្លាចចាប់ផ្ដើមចូលមកលុកលំក្នុងព្រះតីប៉ុន្តែដោយសារភាពក្លាហាននិងការជឿជាក់លើវិចារណញ្ញាណព្រះអង្គក៏សម្រេចព្រះតីយាងតាមពីក្រោយសត្វដ៏ចម្លែកនោះយ៉ាងជិតពួកគេបានធ្វើដំណើរឆ្លងកាត់ព្រៃក្រាស់ដែលគ្មានផ្លូវដើរចុះចលងភ្នំនិងឆ្លងកាត់ស្ពានឈើចាស់ៗរហូតដល់បានមកដល់ចម្លាក់ថ្មបុរាណមួយដែលមានទំហំធំមហិមាចម្លាក់នោះមើលទៅមានអាយុកាលរាប់ពាន់ឆ្នាំមកហើយនិងមានរូបរាងដូចជាមាត់នាគដ៏ធំកំពុងហាបកណ្ដៅមាសបានរត់ចូលទៅក្នុងមាត់នាគនោះបាត់សម្រោលព្រះរាជបុត្រសុវណ្ណរាជបានបង្អង់ល្បឿនបន្តិចព្រោះអារម្មណ៍ភ័យខ្លាចចាប់ផ្ដើមចូលមកលុកលំគង់ព្រះតីប៉ុន្តែដោយសារភាពក្លាហាននិងការជឿជាក់លើវិចារណញ្ញាណព្រះអង្គក៏សម្រេចព្រះតីយាងតាមពីក្រោយសត្វដ៏ចម្លែកនោះយ៉ាងជិតពួកគេបានធ្វើដំណើរឆ្លងកាត់ព្រៃក្រាស់ដែលគ្មានផ្លូវដើរចុះចលងភ្នំនិងឆ្លងកាត់ស្ពានឈើចាស់ៗរហូតដល់បានមកដល់ចម្លាក់ថ្មបុរាណមួយដែលមានទំហំធំមហិមាចម្លាក់នោះមើលទៅមានអាយុកាលរាប់ពាន់ឆ្នាំមកហើយនិងមានរូបរាងដូចជាមាត់នាគដ៏ធំកំពុងហាបកណ្ដៅមាសបានរត់ចូលទៅក្នុងមាត់នាគនោះបាត់សម្រោល
ព្រះរាជបុត្រសវណ្ណរាជបានបង្អង់លបឿនបន្តិចព្រោះអារម្មណ៍ភ័យខ្លាចចាប់ផ្ដើមចូលមកលុកលុំក្នុងព្រះតីប៉ុន្តែដោយសារភាពក្លាហាននិងការជឿជាក់លើវិចារណញ្ញាណព្រះអង្គក៏សម្រេចព្រះតីយាងតាមពីក្រោយសត្វដ៏ចម្លែកនោះយ៉ាងជិតពួកគេបានធ្វើដំណើរឆ្លងកាត់ព្រៃក្រាស់ដែលគ្មានផ្លូវដើរចុះចលងភ្នំនិងឆ្លងកាត់ស្ពានឈើចាស់ៗរហូតដល់បានមកដល់ចម្លាក់ថ្មបុរាណមួយដែលមានទំហំធំមហិមាចម្លាក់នោះមើលទៅមានអាយុកាលរាប់ពាន់ឆ្នាំមកហើយនិងមានរូបរាងដូចជាមាត់នាគដ៏ធំកំពុងហាបកណ្ដៅមាសបានរត់ចូលទៅក្នុងមាត់នាគនោះបាត់សម្រោលព្រះរាជបុត្រសវណ្ណរាជបានបង្អង់លបឿនបន្តិចព្រោះអារម្មណ៍ភ័យខ្លាចចាប់ផ្ដើមចូលមកលុកលុំក្នុងព្រះតីប៉ុន្តែដោយសារភាពក្លាហាននិងការជឿជាក់លើវិចារណញ្ញាណព្រះអង្គបានបោះជំហានយ៉ាងស្វាហាប់ចាស់ចេញពីទីនោះឆ្ពោះទៅកាន់ទិសអូដតាមការណែនាំរបស់ទេពអប្សរផ្លូវធ្វើដំណើរទៅកាន់ភ្នំដាច់ស្រយាលមិនមែនជារឿងងាយស្រួលឡើយព្រោះវាពោពេញទៅដោយព្រៃព្រឹក្សាដ៏ក្រាស់ឃ្មឹកនិងសត្វសាហាវដែលរងចាំយាយីគ្រប់ពេលវេលាប៉ុន្តែកណ្ដូមាសដែលធ្លាប់ជាមិត្តជិតស្និទ្ធបានរត់នាំមុខបង្ហាញផ្លូវនិងជួយដាស់តឿនព្រះអង្គរាល់ពេលដែលមានគ្រោះថ្នាក់កើតឡើងបន្ទាប់ពីការធ្វើដំណើរយ៉ាងយូរអស់រយៈពេលជាច្រើនថ្ងៃកាត់តាមជលងភ្នំនិងអូរតូចធំជាច្រើនទីបំផុតព្រះអង្គបានមកដល់ជើងភ្នំដែលជាកន្លែងរស់នៅរបស់យក្សកំណាចខ្យល់អាកាសនៅទីនោះត្រជាក់ស្រែបនិងមានក្លិនឆ្អាបខុសពីធម្មតាដែលសបញ្ជាក់ឲ្យឃើញថាគ្រោះថ្នាក់ដ៏ធំធេងកំពុងតែរងចាំនៅខាងមុខភ្នែកនៅពេលដែលព្រះអង្គឈានជើងចូលទៅក្នុងមាត់រូងភ្នំដ៏ខ្មៅងងឹតស្លុបដែលមានខ្យល់បក់ចេញមកត្រជាក់ស្រែបដ៏ឆ្ងឹងខ្នងព្រះអង្គបានឃើញពន្លឺពណ៌ខៀវចែងចេញពីចម្ងាយយ៉ាងភ្លឺច្បាស់ដោយផ្កាយនៅលើមេឃនោះហើយគឺជាត្បូងព្រលឹងដែលស្ថិតនៅលើអាសនៈថ្មដ៏ខ្ពស់មួយនៅចំកណ្ដាលរូងភ្នំប៉ុន្តែនៅក្បែរនោះមានយក្សភ្នំមួយដ៏ធំសម្បើមមានរូបរាងគួរឲ្យខ្លាចខ្លាំងណាស់កំពុងអង្គុយយាមត្បូងនោះយ៉ាងហ្មត់ចត់បំផុតដោយមិនដាក់ភ្នែកឡើយយក្សនោះមានភ្នែកធំដូចចានបាយមានចង្កូមសស្ងាចេញពីមាត់និងមានអាវុធជាបំបងដែកដ៏ធំសម្បើមគ្រវីចុះឡើងគួរឲ្យភ័យរន្ធត់ព្រះរាជបុត្របានដឹងយ៉ាងច្បាស់ក្នុងព្រះទ័យថាការប្រើតែកម្លាំងបាយតែមួយមុខមិនអាចយកឈ្នះយក្សតែមានមន្តអាគមខ្លាំងក្លានេះបានឡើយព្រះអង្គក៏បានសម្រេចចិត្តប្រាល្បិតដ៏ឆ្លាតវៃបំផុតដោយឲ្យកណ្ដូមាសរត់ទៅខំជើងយក្សពីក្រោយយ៉ាងខ្លាំងដើម្បីទាញចំណាប់អារម្មណ៍របស់វាឲ្យចេញពីអាសនៈថ្មនោះនៅពេលដែលយក្សកំពុងតែមមាញឹកនិងមានកំហឹងក្នុងការដេញចាប់កណ្ដូមាសតូចដែលរត់ឆ្វេងស្ដាំយ៉ាងលឿនស្លាវដូចផ្លែកបន្តព្រះរាជបុត្រក៏បានឆ្លៀតឱកាសដ៏មាក់ប្រាក់នោះលោតទៅចាប់យកត្បូងព្រលឹងមកក្តាប់ក្នុងដៃភ្លាមៗដោយភាពរហ័សរហួនបំផុតនៅខណៈពេលដែលត្បូងព្រលឹងត្រូវបានដកចេញពីអាសនៈស្រាប់តែមានការរញ្ជួយដីយ៉ាងខ្លាំងក្លាកាត់ឡើងពេញក្នុងរូងខ្លងយក្សនោះបានស្រែកធ្ងោដោយការឈឺចាប់យ៉ាងខ្លាំងរហូតដល់រញ្ជួយដល់មេឃដីនិងរូបរាងដ៏សាហាវរបស់វាបានរលាយបាត់ទៅក្នុងអាកាសคล้ายជាសែងខ្មៅងងឹតបាត់សម្រាលតែម្ដងព្រះរាជបុត្រមិនបង្អង់យូរឡើយព្រះអង្គបានកាន់ត្បូងនោះរត់ចេញពីរូងភ្នំយ៉ាងលឿនបំផុតដើម្បីត្រឡប់មកកាន់ទីកន្លែងដែលទេពអប្សររងចាំនៅពេលមកដល់ទីតាំងដើមវិញព្រះអង្គបានដាក់ត្បូងព្រលឹងនៅលើបាតដៃរួចយកទៅប៉ះនឹងក្បាលរបស់កណ្ដូមាសដោយក្តីសង្ឃឹមយ៉ាងមុតមាំភ្លាមនោះរស្មីពណ៌មាសដ៏ត្រចះត្រចង់បំផុតបានជះចេញពីត្បូងរុំផុតជុំវិញខ្លួនកណ្ដូតូចនោះយ៉ាងជិតឈឹងបន្តិចក្រោយមករូបរាងកណ្ដូបានបាត់ទៅនិងជំនួសមកវិញនៅព្រះនាងដ៏ស្រស់សោភាម្នាក់ដែលមានសម្រស់លើសអស់ស្រីក្នុងលោកគឺជាព្រះនាងទេពអប្សរដែលព្រះអង្គធ្លាប់បានជួបក្នុងក្តីស្រមៃព្រះនាងបានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះភាពក្លាហាននិងសេចក្តីស្មោះត្រង់ដែលព្រះរាជបុត្រមានចំពោះនាងព្រះនាងបានរៀបរាប់ថាយក្សនោះគឺជាមេធ្មប់កំណាចដែលបានលួចត្បូងព្រលឹងរបស់នាងតីនិងដាក់បណ្ដាសាឲ្យនាងក្លាយជាកណ្ដូមាសអស់រយៈពេលជាច្រើនឆ្នាំមកហើយមានតែត្បូងព្រលឹងនេះទេទើបអាចរំដោះនាងឲ្យមានសេរីភាពឡើងវិញបានក្រោយពីបណ្ដាសាត្រូវបានរលាយបាត់អស់ព្រះរាជបុត្រនាំព្រះនាងត្រឡប់ទៅកាន់ព្រះរាជវាំងវិញដោយក្តីរីករាយព្រះរាជានិងប្រជារាស្ត្រទូទាំងនគរមានសេចក្តីសប្បាយរីករាយជាពន់ពេកដែលបានឃើញព្រះរាជបុត្រត្រឡប់មកវិញដោយសុវត្ថិភាពព្រមទាំងនាំមកនៅព្រះនាងដ៏មានគុណធម៌និងមានសម្រស់ដ៏ផូរផង់ម្នាក់មកជាមួយទៀតផងពិធីរៀបអភិសេកដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រត្រូវបានប្រារព្ធឡើងក្នុងរយៈពេល7ថ្ងៃ7យប់ដើម្បីជាកិត្តិយសដល់អ្នកទាំងពីរព្រះរាជបុត្រសូរិយានិងព្រះនាងទេពអប្សរបានគ្រប់គ្រងនគរដោយសេចក្តីស្រឡាញ់យុត្តិធម៌និងសេចក្តីមេត្តាធម៌ជាខ្លាំងនគរទាំងមូលដែលធ្លាប់តែមានភាពស្ងប់ស្ងាត់ក៏ប្រែជាមានភាពសម្បោសប្បាយរុងរឿងជានិរន្តរ៍និងពោពេញដោយស្នាមញញឹមគ្រប់ទីចាប់ពីពេលនោះមកគ្មាននរណាម្នាក់ហ៊ានមកបំពេញឬយាយីនគររបស់ព្រះអង្គទៀតឡើយរឿងរ៉ាវនេះក្តីស្រឡាញ់ការលះបង់ដ៏ធំធេងនិងភាពក្លាហានអែតដែនកំណត់របស់ព្រះរាជបុត្រនិងកណ្ដូមាសបានក្លាយជាវីរកថាដែលត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រជាតិនិងត្រូវបានមនុស្សគ្រប់ចំនួនយកមកនិទានប្រាប់គ្នាជាមេរៀននៃជីវិតថាសេចក្តីល្អភាពស្មោះត្រង់និងភាពអង់អាចក្លាហានតែងតែឈ្នះលើរាល់អំពើអាក្រក់ជានិច្ចទោះបីជាត្រូវឆ្លងកាត់ឧបសគ្គធំប៉ុណ្ណាក៏ដោយសន្តិភាពនិងសុភមង្គលបានសោយរ៉ាយក្នុងនគរនោះជារៀងរហូតទៅដោយគ្មានអ្វីអាចមកបំបែកបំបាក់នូវចំណងមេត្រីភាពដ៏វិសេសវិសាលនិងសេចក្តីស្រឡាញ់ដ៏បរិសុទ្ធរបស់ពួកគេបានឡើយ